ជនទាំងអស់គ្នានេះគឺជាស្ដេចរថយន្ត MPV 7 កៅអីរបស់ប្រទេសចិនហើយក៏ជា private jet នៅលើដងផ្លូវដែរសម្រាប់អ្នកដែលស្រឡាញ់ជាមួយនឹងឡាន MPV 7 កៅអីរបស់ Zeekr បាទគឺប្រកាសជាដឹងហើយថារថយន្តហ្នឹងគឺ inspire ចេញពី model ល្បីៗរបស់ប្រទេសចិនបើយើងមើលអំពីប៉ាណាឬក៏បាទ Black Night Grill ខាងមុខគឺថាពណ៌ខ្មៅក្រឹបដែលវា inspire ចេញពី Rolls-Royce Cullinan បាទក៏ដូចជាតួខ្លួនទាំងមូលបូករួមជាមួយនឹងគូតខាងក្រោយ Range Rover ហើយលើសពីនេះទៅទៀតសម្រាប់ option Maybach Wheel បាទក៏មានការ inspire ចេញពី Mercedes Maybach ដែរអញ្ចឹងសម្រាប់អ្នកដែលត្រូវការជាមួយនឹងរថយន្ត MPV 7 កៅអីលក្ខណៈទំនើបប្រណិតអាចមកមើលមកគ្រឿងនេះបានឥឡូវនេះយើងមកមើលអំពី option ត្រួសតាក់ទងជាមួយនឹងប៉ាណាផ្នែកខាងមុខដេញរហូតដល់ចង្គៀង Daytime របស់វាតែម្ដងសម្រាប់ Zeekr 9X បាទមានជាមួយនឹងប៉ាណាខ្មៅដែលយើងហៅថា Black Night Grill បាទលើសពីនេះទៅទៀតវារំលេចជាមួយនឹង Daytime បែបជាលក្ខណៈក្របពេជ្រលម្អបាទគឺស្អាតមែនតើហើយមាន projector អមសងខាងដែលអាចបញ្ចាំង slide បានដូចជារូបហង្សឬក៏រូបនាគឬក៏យើងអាច customize សរសេរអក្សរបានដូចគ្នាផងដែរហើយសម្រាប់ឡានមួយគ្រឿងនេះគឺមានជាមួយនឹងកាមេរ៉ារហូតដល់11គ្រាប់មានបន្ថែមជាមួយនឹង LiDAR ហើយនឹង sensor radar គឺច្រើនមែនតើដែលវាបង្ហាញអំពីប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់តែម្ដងហើយបើនិយាយអំពីកម្លាំងម៉ាស៊ីនវិញបាទឡាននេះមានជាមួយនឹង motor អគ្គិសនីរហូតដល់2ដែលអាចផលិតកម្លាំងរហូតដល់660 kW បូកជាមួយនឹងម៉ាស៊ីនសាំង 2.0 បាទបន្ថែម202 kW ទៀតយើងអាចគណនាគេហៅថាកម្លាំងសេសបានរហូតដល់1250សេណោះអញ្ចឹងគឺថាខ្លាំងមែនតើហើយតាក់ទងជាមួយនឹងបាទ top speed បាទឡាន MPV 7 កៅអីក៏ពិតមែនក៏ប៉ុន្តែបាទ top speed គឺរហូតដល់240បាទគីឡូម៉ែត្រក្នុង1ម៉ោងគឺពិតជាលឿនហើយបើនិយាយអំពីតួឡានវិញគឺថាធ្ងន់ទម្ងន់ឡានគឺលើស3តោនទៀតបាទអញ្ចឹងឥឡូវនេះយើងមកមើលអំពីផ្នែកសម្រាប់ចំហៀងរបស់ឡានវិញម្ដងនេះគឺជា Maybach Wheel បាទដែលមានការរចនាស្អាតហើយបើយើងនិយាយអំពីកម្រាស់វិញគឺថាក្រាស់មែនតើយ៉ាងអលុយមួយខ្ញុំរហូតដល់22 inch ហើយមកជាមួយនឹង option ultra លើកនេះគឺមានជាមួយនឹងសំបក Pirelli បាទបងប្អូនទាំងអស់គ្នាប្រកាសជាដឹងអំពីគុណភាពដ៏ល្អរបស់វាហើយបាទជាមួយនឹងកញ្ចក់ត្រចៀកក្តាប់អូតូបូករួមជាមួយនឹងកាមេរ៉ាគឺគ្រប់ទិសតែម្ដងមកលើកនេះគឺមានជាមួយនឹងទ្វារ Bird បាទអូតូទាំង4តែម្ដងតាក់ទងជាមួយនឹង speaker សម្រាប់ Zeekr 9X បាទ option ultra លើកនេះគឺមកជាមួយនឹង speaker 32 គ្រាប់ម៉ាក់នាមបាទហើយតាក់ទងមួយកៅអីវិញមានមុខងារក្តៅត្រជាក់ massage កាន់តែពិសេសសម្រាប់ First Class Auto យើងបានបន្ថែម option មួយទៀតគឺតាក់ទងជាមួយនឹង screen បាទជាប្រភេទ dual screen 16 inch បែងចែករវាង screen អ្នកធ្វើដំណើរក៏ដូចជាអ្នកបើកបរបាទច្បាស់មែនតើបាទហើយតាក់ទងមួយ signature របស់គេពុកម៉ែបងប្អូនអ្នកគ្នាបាទឈ្នាន់នេះគឺជាប្រភេទឈ្នាន់អូតូបាទដែលអាចត្រកបានទម្ងន់ធ្ងន់បាទមាន signature Zeekr បាទអក្សរ Zeekr ហើយតាក់ទងជាមួយនឹងចង្កូតគឺជាប្រភេទចង្កូត electronic បាទហើយមានប៊ូតុងកាមេរ៉ា360បាទចូលចំណតអូតូចង្កឹះលេខវិញគឺនៅលើចង្កូតតែម្ដងបូករួមជាមួយនឹង sensor ចាប់មុខបាទហើយតាក់ទងជាមួយនឹង option ឡានមានបូមឡើងចុះបាទមានគេហៅថា driving mode ណាបាទមានចុះបាទមានជិះកាត់ភ្នំបាទជិះកាត់ផុកជិះកាត់ខ្សាច់ជាដើមក៏ដូចជា option សម្រាប់ឡើងភ្នំផងដែរចឹងសម្រាប់ Zeekr 9X បាទសាំងលាយអគ្គិសនីគឺយើងជិះបានចម្ងាយរហូតដល់1000 គីឡូជាងឯណោះហើយបើតាក់ទងជាមួយនឹងគូតខាងក្រោយរបស់គេវិញគឺថាបើករហូតដល់2តង់បាទហើយមានរំលេចជាមួយនឹងគ្រាប់ពេជ្របាទ LED ពណ៌ក្រហមគឺថាស្អាតម្យ៉ាងដោយនេះបើសិនជាបងប្អូនអ្នកគ្នាត្រូវការជាមួយនឹងរថយន្ត MPV 7 កៅអីជាស្ដេចរថយន្តរបស់ប្រទេសចិន2គ្រឿងនេះយើងមានស្តុកនៅ First Class Auto តែម្ដងសម្រាប់តម្លៃត្រឹមតែ$140,000ជាងទេបងប្អូនអាចអញ្ជើញមកយកឡានបានសូមអរគុណច្រើនបងប្អូនអ្នកគ្នាបាទ